នៅលើកំពូលភ្នំសុមេរុកំហឹងនៃមហាអ្នករាជនន្តោបបនន្តៈបានបិទបាំងពន្លឺព្រះអាទិត្យឲ្យងងឹតស៊ូនសុងដើម្បីរារាំងផ្លូវយាងរបស់មហាត្រីភពទោះបីជាមានផ្សែងពុលនិងកំហឹងដ៏កាចសាហាវក៏មិនអាចធ្វើឲ្យព្រះឫទ្ធីនៃព្រះសព្វញ្ញូញាប់ញ័របានព្រះអង្គទ្រង់យាងទៅមុខដោយសន្តិភាពតើអ្នកណាហ៊ានមកបំពានលើអាណាចក្ររបស់យើងចូលចេញទៅឲ្យឆ្ងាយបើមិនចង់ក្លាយជាភ័ក្រខុងក្រោមភ្លើងកំហឹងរបស់យើងក្នុងចំណោមសាវកព្រះមុគលែនម្ចាស់នៃឫទ្ធិអំណាចបានទទួលអនុញ្ញាតឲ្យទៅបង្ក្រាបមោហៈដ៏ខ្លាំងក្លានេះដោយអំណាចនៃឈានសមាបត្តិព្រះថេរៈបាននិមិត្តកាយជាមហាអ្នករាជមាសដ៏អស្ចារ្យដើម្បីកម្ចាត់មានអ្នករវល់អ្នករាជមានទិដ្ឋិអារម្មណ៍ការប្រយុទ្ធដែលរញ្ជួយដល់ភពផ្កាយមិនមែនដើម្បីការសម្លាប់ឡើយប៉ុន្តែដើម្បីឲ្យនន្តោបបនន្តៈបានដឹងពីភាពទន់ខ្សោយនៃអំណាចខ្លួននៅពេលឫទ្ធិអំណាចដែលធ្លាប់មានមោទនភាពត្រូវរលាយសាបសូន្យនាគរាយដែលធ្លាប់កាចសាហាវក៏ចាប់ផ្ដើមដឹងខ្លួនពីភាពឥតខ្លឹមសារនៃកំហឹងនន្តាពុពនន្តៈបានប្រែកាយមកជាបុរសដើម្បីទទួលយកសច្ចភាពទ្រង់ដឹងច្បាស់ថាកម្លាំងបាយមិនអាចឈ្នះកម្លាំងនៃបញ្ញាឡើយនិន្ទោបនិន្ទៈការយកឈ្នះខ្លួនឯងគឺប្រសើរជាងការយកឈ្នះអ្នកដទៃកំហឹងនិងមោហៈប្រៀបដូចជាផ្សែងដែលបិទបាំងភ្នែករបស់ត្រីភពចូលលះបង់មនាគហើយដើរតាមផ្លូវនៃសន្តិភាពចុះបបិទ្ធព្រះអង្គទូលព្រះបង្គំបានវង្វេងក្នុងមោហៈសូមព្រះអង្គមេត្តាប្រោសប្រណីដល់សត្វដ៏ល្ងងខ្លៅនេះផងចាប់ពីពេលនេះទៅទូលព្រះបង្គំសូមយកព្រះរតនត្រ័យជាទីពឹងរហូតអស់ជីវិតពន្លឺនៃធម៌បានរុញច្រានពពកខ្មៅចេញទៅអាណាចក្រដែលធ្លាប់តាំងងងឹតសូន្យសង់បែរคล้ายជាទីកន្លែងដ៏សែនមនោរម្យពីនាគដែលកាចសាហាវមកជាឧបសារដែលស្មោះត្រង់ផ្លូវនៃសន្តិភាពបានបើកចំហសម្រាប់គ្រប់ជីវិតការបង្ក្រាបនាគរាជមិនមែនដោយអាវុធប៉ុន្តែដោយសេចក្តីមេត្តាដែលគ្មានទីបញ្ចប់នេះគឺជាជ័យជំនះដ៏ពិតប្រាកដអ្នកណាដែលធ្លាប់មានមោហៈប៉ុន្តែដឹងខ្លួនហើយកែប្រែអ្នកនោះរមែងធ្វើលោកនេះឲ្យភ្លឺស្វាងដូចជាព្រះច័ន្ទដែលផុតពីពពក